កុំលេតក្នុងការដាំដុះកូនស្វាយចន្ទីអញ្ចឹងវីដេអូនេះគឺតបពីវីដេអូមុនដែលខ្ញុំបាននិយាយពីការបច្ចេកទេសដាំដុះកូនស្វាយចន្ទីអញ្ចឹងថ្ងៃនេះខ្ញុំនឹងរៀបរាប់អំពីការកុំលេតក្នុងការដាំកូនស្វាយចន្ទីម្ដងជាទូទៅគឺដាំស្វាយចន្ទីហ្នឹងជារុក្ខជាតិធំខ្ពស់ហើយនឹងមានអាយុកាលវែងរហូតដល់20និង30ឆ្នាំឯណោះហើយដូចដាំស្វាយដែរដូចនេះហើយដើម្បីទទួលបានទិន្នផលខ្ពស់ស្វាយចន្ទីត្រូវការពន្លឺគ្រប់គ្រាន់ដើម្បីផលិតគ្រាប់ដែលមានគុណភាពល្អហើយដំណាំស្វាយចន្ទីត្រូវដាំកុំលេតពីដើមមួយទៅដើមមួយទៅតាមប្រភេទដីដូចខាងក្រោមទី1ហ្នឹងគឺដីដែលមានជីជាតិល្អបំផុត10ម៉ែត្រគុណនឹង10ម៉ែត្រឬក៏100ដើមក្នុង1ហិកតាចំណែកចំណុចទី2ហ្នឹងគឺដីដែលមានជីជាតិល្អ8ម៉ែត្រគុណនឹង8ម៉ែត្រឬក៏156ទៅ180ដើមក្នុង1ហិកតានិងចុងក្រោយហ្នឹងដីពុំសូវមានជីជាតិឬដីប្រភេទលេខ3យើងអាចដាំពី7ម៉ែត្រគុណ6ម៉ែត្រឬក៏205ដើមក្នុង1ហិកតាអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់អាច comment នៅខាងក្រោមបានអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ